បាទកម្ពុជាសូមស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកពីគ្រប់ជាតិសាសន៍នានាដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅព្រឹកមិញនេះគឺនាវាទេសចរមួយឈ្មោះ Diamond Princess ដែលមានសញ្ជាតិBermuda បានចូលចតនៅឯកំពង់ផែស្វ័យចាត់ក្រុងព្រះសីហនុដែលនៅក្នុងឱកាសនោះគឺមានការអញ្ជើញទៅស្វាគមន៍ពីសំណាក់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរក៏ដូចជាឯកឧត្តមអភិបាលខេត្តព្រះសីហនុផងដែរនាវានេះគឺមាននាវិកសរុបចំនួន1059នាក់ហើយមានសញ្ជាតិរហូតដល់59សញ្ជាតិចំណែកភ្ញៀវទេសចរវិញគឺមានសរុបចំនួន2850នាក់ដែលក្នុងនោះមាន52សញ្ជាតិឯណោះហើយចំនួនសញ្ជាតិដែលមានភ្ញៀវទេសចរច្រើនជាងគេនោះគឺសញ្ជាតិអាមេរិកដែលមានរហូតដល់797នាក់និងអូស្ត្រាលីមានចំនួន824នាក់